សួស្តីពុកម៉ែបងប្អូននិងប្រិយមិត្តទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel គន្លឹះសុខភាពសាជាថ្មី Channel ដែលយើងនាំលោកអ្នកទៅស្គាល់អំពីអាហារធម្មជាតិសុខភាពនិងជីវិតល្អប្រចាំថ្ងៃនេះយើងនឹងមកស្វែងយល់អំពីផ្លែឈើមួយប្រភេទដែលមើលទៅសាមញ្ញប៉ុន្តែពោរពេញទៅដោយអត្ថប្រយោជន៍សុខភាពដ៏អស្ចារ្យតើលោកអ្នកអាចទាយបានទីថាជាផ្លែឈើអ្វីបាទនោះគឺផ្លែក្រូច Orangeក្រៅពីរសជាតិជូរអែមនិងក្លិនក្រអូបដ៏ពិសេសផ្លែក្រូចនេះគឺជាឃ្លាំងកំណប់នៃអត្ថប្រយោជន៍ដ៏អស្ចារ្យដែលប្រហែលជាធ្វើឲ្យអ្នកនឹកស្មានមិនដល់តើផ្លែក្រូចនេះមានប្រភពមកពីណាហេតុអ្វីបានជាគ្រូពេទ្យនិងអ្នកជំនាញសុខភាពណែនាំឲ្យយើងញ៉ាំវាជាប្រចាំហើយតើវាអាចជួយដល់សុខភាពយើងយ៉ាងដូចម្តេចខ្លះសូមតាមដានវីដេអូនេះជាមួយគ្នាដើម្បីស្វែងរកចម្លើយមុននឹងចូលទៅកាន់មាតិកាចម្បងយើងនឹងមកស្គាល់អំពីប្រវត្តិសង្ខេបរបស់ផ្លែក្រូចជាមុនសិនផ្លែក្រូចមានប្រវត្តិយូរលង់ណាស់មកហើយវាមានដើមកំណើតនៅតំបន់អាស៊ីអាគ្នេយ៍ជាពិសេសនៅប្រទេសចិននិងឥណ្ឌាមុននឹងរីករាលដាលទៅបណ្ដាប្រទេសជាច្រើននៅទ្វីបអាស៊ីអឺរ៉ុបអាមេរិកនិងពិភពលោកទាំងមូលតាមរយៈការធ្វើពាណិជ្ជកម្មនិងការផ្លាស់ប្ដូរវប្បធម៌ផ្លែក្រូចបានក្លាយជាផ្លែឈើដែលមានតម្លៃគុណតម្លៃសម្រាប់សុខភាពនិងត្រូវបានគេទទួលស្គាល់ពេញពិភពលោកនៅសម័យបុរាណមនុស្សបានប្រើប្រាស់ផ្លែក្រូចក្នុងទម្រង់ផ្សេងគ្នាដូចជាសម្រាប់ជាថ្នាំព្យាបាលជំងឺផ្សេងៗជាពិសេសជំងឺទាក់ទងនឹងការហៀរសម្បោរផ្ដាសាយនិងបញ្ហារំលាយអាហារជាភេសជ្ជៈផ្ដល់ភាពស្រស់ស្រាយជាគ្រឿងផ្សំក្នុងមុខម្ហូបនិងបង្អែមនិងជាប្រភពនៃវីតាមីនសំខាន់ៗសម្រាប់ទ្រទ្រង់សុខភាពក្នុងផ្លែក្រូចដ៏សាមញ្ញមួយផ្លែសម្បូរទៅដោយសារធាតុចិញ្ចឹមដ៏មានតម្លៃដូចជាវីតាមីន C ជួយបង្កើនប្រព័ន្ធភាពស៊ាំកាត់បន្ថយការរលាកនិងជួយដល់ស្បែកជាតិ Fiber ជួយដល់ប្រព័ន្ធរំលាយអាហារធ្វើឲ្យឆ្អែតបានយូរនិងជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមជាតិ Antioxidants Flavonoids ជួយការពារកោសិកាពីការខូចខាតដោយសារធាតុ Radical Series និងកាត់បន្ថយហានិភ័យនៃជំងឺរ៉ាំរ៉ៃជាតិ Potassium ជួយរក្សាទម្លាក់ទុនជាតិទឹកនិងជួយឲ្យបេះដូងធ្វើការបានល្អវីតាមីន B9 សំខាន់សម្រាប់ការលូតលាស់កោសិកានិងសុខភាពទូទៅជាតិទឹកខ្ពស់ផ្ដល់សំណើមដល់រាងកាយនិងជួយសម្រួលដល់ការរំលាយអាហារលោកអ្នកអាចញ៉ាំផ្លែក្រូចបានជាច្រើនរបៀបដូចជាញ៉ាំស្រស់ៗដោយផ្ទាល់ជារៀងរាល់ថ្ងៃច្របាច់យកទឹកក្រូចស្រស់ពឹកដោយផ្ទាល់ដោយមិនបន្ថែមស្ករលាយគ្រឿងសាឡាត់ផ្លែឈើឬសាឡាត់បន្លែធ្វើជាទឹកជ្រលក់យកសំបកក្រូចមកធ្វើជាគ្រឿងក្រអូបឬបន្ថែមក្នុងបង្អែមញ៉ាំក្រូចបន្ទាប់ពីទទួលទានអាហារដើម្បីជួយរំលាយអាហារការទទួលទានរបៀបណាក៏មានអត្ថប្រយោជន៍ដូចគ្នាតែចាំបាច់ត្រូវជ្រើសរើសផ្លែក្រូចស្រស់ល្អនិងរកទុកឲ្យបានត្រឹមត្រូវដើម្បីទទួលបានសារធាតុតិចពេញលេញក្នុងវីដេអូនេះយើងនឹងទៅស្វែងយល់អំពីផ្លែក្រូចជួយបង្កើនប្រព័ន្ធភាពស៊ាំនិងប្រយោជន៍ប្រឆាំងនឹងជំងឺឆ្លងផ្លែក្រូចជាមិត្តល្អបំផុតរបស់បេះដូងនិងជួយគ្រប់គ្រងសម្ពាធឈាមផ្លែក្រូចជួយដល់ប្រព័ន្ធរំលាយអាហារធ្វើឲ្យឆ្អែតបានយូរនិងគាំទ្រដល់ការគ្រប់គ្រងទម្ងន់ផ្លែក្រូចជួយឲ្យស្បែកភ្លឺរលោងក្មេងជាងវ័យនិងការពារពីការរស្មី UV អត្ថប្រយោជន៍ពិសេសផ្សេងទៀតដែលយើងប្រហែលជាមិនធ្លាប់ស្គាល់ដូចជាការការពារគ្រុហ្វនិងតម្រង់នៅនិងការកាត់បន្ថយហានិភ័យនៃជំងឺមហារីកមួយចំនួនរបៀបប្រើប្រាស់និងរកទុកផ្លែក្រូច Orange ដើម្បីទទួលបានអត្ថប្រយោជន៍ពេញលេញដូច្នេះសូមតាមដានជាមួយយើងដើម្បីស្វែងយល់យ៉ាងស៊ីជ្រៅមួយអំពីអត្ថប្រយោជន៍ដ៏អស្ចារ្យរបស់ផ្លែក្រូច Orange នៅក្នុងផ្នែកនីមួយៗ 1. ផ្លែក្រូចជួយបង្កើនប្រព័ន្ធភាពស៊ាំនិងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងវីតាមីន C ជាអ្នកប្រការដ៏សំខាន់យើងដឹងហើយថាផ្លែក្រូចជាប្រភពដ៏ល្អបំផុតមួយនៃវីតាមីន C ascorbic acidវីតាមីន C នេះមិនត្រឹមតែជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មហិទ្ធិពលប៉ុណ្ណោះថែមទាំងដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនប្រព័ន្ធភាពស៊ាំរបស់យើងផងដែរវាជួយបង្ជួយនឹងការងាររបស់កោសិកាឈាមក្រហមដែលជាកងទ័ពការពាររាងកាយប្រឆាំងនឹងមេរោគបាក់តេរីនិងមេរោគដទៃទៀតកាត់បន្ថយភាពធ្ងន់ធ្ងរនិងរយៈពេលនៃការជំងឺការទទួលទានផ្លែក្រូចឬទឹកក្រូចស្រស់ជាទូចាំអាចជួយកាត់បន្ថយភាពធ្ងន់ធ្ងរនិងរយៈពេលនៃការជំងឺផ្ដាសាយធម្មតានិងជំងឺឆ្លងដទៃទៀតវាក៏អាចជួយបង្ការការជំងឺទាំងនេះបានមួយកម្រិតផងដែរសារធាតុប្រឆាំងការរលាកក្រៅពីវីតាមីន C
ផ្លែក្រូចក៏ផ្ទុកនូវសារធាតុ flavonoids ដែលមានលក្ខណៈសម្បត្តិប្រឆាំងការរលាកក្នុងរាងកាយគឺជាកត្តាមួយដែលធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយការកាត់បន្ថយការរលាកគឺជួយឲ្យប្រព័ន្ធភាពស៊ាំដំណើរការបានល្អប្រសើរបើសិនជាអ្នកមានជំងឺផ្ដាសាយអ្នកអាចញ៉ាំក្រូច1ទៅ2ផ្លែក្នុងមួយថ្ងៃឬច្របាច់យកទឹកក្រូចធម្មជាតិមកញ៉ាំដើម្បីបំបត្តិរោគសញ្ញានិងឆាប់ធូរស្បើយបានលឿន 2. ផ្លែក្រូចជាមិត្តល្អបំផុតរបស់បេះដូងនិងជួយគ្រប់គ្រងសម្ពាធឈាមប៉ូតាស្យូមសម្រាប់សុខភាពបេះដូងផ្លែក្រូចមានផ្ទុកប៉ូតាស្យូមដែលជាសារធាតុរ៉ែដ៏សំខាន់សម្រាប់មុខងារបេះដូងប៉ូតាស្យូមជួយរក្សាទម្លាក់ទុនជាតិទឹកនិងជួយឲ្យសាច់ដុំបេះដូងកន្ត្រាក់បានត្រឹមត្រូវបន្ថយសម្ពាធឈាមការទទួលទានប៉ូតាស្យូមគ្រប់គ្រាន់អាចបន្ថយឥទ្ធិពលនៃជាតិសូឌីយ៉ូមដែលជាមូលហេតុមួយនៃសម្ពាធឈាមខ្ពស់ដូច្នេះផ្លែក្រូចជួយរក្សាសម្ពាធឈាមកង់កម្រិតដែលមានសុខភាពល្អដែលជាការប្រកាន់ដ៏សំខាន់បំផុតមួយប្រឆាំងជាមួយនឹងជំងឺបេះដូងនិងដាច់ស្រសែកឈាមខួរក្បាល Hesperidin និងសុខភាពស្រសែកឈាមសារធាតុ flavonoids ដែលមានឈ្មោះ Hesperidin ដែលមាននៅក្នុងផ្លែក្រូចច្រើនត្រូវបានគេសិក្សារកឃើញថាអាចជួយពង្រឹងជញ្ជាំងស្រសែកឈាមបន្ថយ cholesterol អាក្រក់ LDL និងជួយឲ្យឈាមរត់បានស្រួលផងដែរលោកអ្នកអាចញ៉ាំក្រូចជាមួយអាហារពេលព្រឹកដើម្បីជួយសម្ពាធឈាមមានស្ថិរភាពហើយបើសិនជាអ្នកមានជំងឺលើសសម្ពាធឈាមផ្លែក្រូចជួយចម្រើនល្អជាងភេសជ្ជៈផ្អែមផ្សេងៗទាំងអស់ 3. ផ្លែក្រូចជួយដល់ប្រព័ន្ធរំលាយអាហារធ្វើឲ្យឆ្អែមបានយូរនិងគាំទ្រដល់ការគ្រប់គ្រងទម្ងន់ជាតិសរសៃដ៏មានតម្លៃផ្លែក្រូចទាំងមូលសម្បូរទៅដោយជាតិសរសៃដែលមានពីរប្រភេទគឺរលាយនិងមិនរលាយជាតិសរសៃមិនរលាយជួយបន្ថែមបរិមាណដ៏ល្មមនិងជំរុញចលនាពោះវៀនឲ្យទៀងទាត់ដែលជាវិធីសាស្ត្រដ៏ល្អនៃការពារនិងដោះស្រាយបញ្ហាទុំទម្លាជាតិសរសៃរលាយជួយបង្កើតជាសារធាតុស្រដៀងជែលក្នុងប្រព័ន្ធរំលាយអាហារដែលវាជួយបន្ថយល្បឿនការស្រូបយកជាតិស្ករនិងកូលេស្តេរ៉ុលទៅក្នុងចរន្តឈាមនេះធ្វើឲ្យតម្រិតជាតិស្ករមានស្ថិរភាពនិងជួយបន្ថយកូលេស្តេរ៉ុលក្នុងឈាមជួយឲ្យទទួលបានអារម្មណ៍ឆ្អែតបានយូរនិងគ្រប់គ្រងទម្ងន់ដោយសារមានជាតិសរសៃនិងជាតិទឹកខ្ពស់ផ្លែក្រូចជួយឲ្យមានអារម្មណ៍ឆ្អែតបានយូរបន្ទាប់ពីទទួលទានអាហារនេះអាចជួយកាត់បន្ថយចំណង់អាហារនិងការទទួលទានអាហារសម្រាញ់ដែលមិនចាំបាច់ដែលជាកត្តាគាំទ្រដល់ការគ្រប់គ្រងទម្ងន់ឬការសម្រកទម្ងន់ប្រកបទៅដោយសុខភាពសូមទទួលផ្លែក្រូចទាំងមូលល្អជាងទឹកក្រូចច្របាច់ព្រោះផ្លែក្រូចទាំងមូលមានជាតិសរសៃពេញលេញតែសូមជៀសវាងទឹកក្រូចកំប៉ុងលក់នៅតាមទីផ្សារព្រោះមានជាតិស្ករខ្ពស់ 4. ផ្លែក្រូចជួយឲ្យស្បែកភឿរលោងក្មេងជាងវ័យនិងការពារពីការរស្មី UV វីតាមីន C និងការផលិត collagen វីតាមីន C ជាកត្តាចាំបាច់សម្រាប់ការសង្យោគ collagen ដែលជាប្រូតេអ៊ីនគ្រឹះសម្រាប់សុខភាពស្បែក collagen ជួយរក្សាភាពយឺតយន់និងរឹងមាំរបស់ស្បែកកាត់បន្ថយស្នាមជ្រីករួញនិងជួយឲ្យស្បែកមានសភាពភ្លឺថ្លាជាងវ័យសារធាតុប្រឆាំងអុកស៊ីតកម្មនិងការពារពីការរស្មី UV សារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនដែលមានក្នុងផ្លែក្រូចដូចជា flavonoids អាចជួយការពារកោសិកាស្បែកពីការខូចខាតដែលបង្កឡើងដោយ radical series និងការរស្មី UV ពីព្រះអាទិត្យការទទួលទានផ្លែក្រូចអាចជួយកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃការរស្មី UV ដែលជាមូលហេតុមួយនៃភាពចាស់របស់ស្បែកនិងហានិភ័យនៃជំងឺមហារីកស្បែកជួយឲ្យស្បែកភ្លឺថ្លាការរួមគ្នានៃវីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្មជួយធ្វើឲ្យស្បែកមានសភាពភ្លឺថ្លានិងមានសុខភាពល្អពីខាងក្នុងសូមញ៉ាំក្រូចជារៀងរាល់ថ្ងៃដើម្បីគ្រប់គ្រង hydration ធ្វើឲ្យស្បែកបានល្អជាងគេ 5. អត្ថប្រយោជន៍ពិសេសផ្សេងទៀតដែលយើងប្រហែលជាមិនធ្លាប់ស្គាល់ដូចជាការពារគ្រោះក្នុងតម្រងនើផ្លែក្រូចមានផ្ទុកនៃសារធាតុ citrate ខ្ពស់ citrate ជួយបង្កើនកម្រិត pH នៃទឹកនោមនិងរារាំងការបង្កើតគ្រោះក្នុងតម្រងនើជាពិសេសប្រភេទគ្រោះកាល់ស្យូមអុកសាឡាតការផឹកទឹកក្រូចស្រស់មួយកន្លែងក្នុងមួយថ្ងៃអាចជួយកាត់បន្ថយហានិភ័យនៃការកាត់គ្រោះក្នុងតម្រងនើបានយ៉ាងមានប្រសិទ្ធភាពសក្តានុពលប្រឆាំងជំងឺមហារីកការសិក្សាភាគផ្ដាំមួយចំនួនបានបង្ហាញថាសារធាតុ limonoids ដែលមានក្នុងផ្លែក្រូចអាចមានលក្ខណៈសម្បត្តិជួយទប់ស្កាត់ការលូតលាស់នៃកោសិកាមហារីកមួយចំនួនដូចជាមហារីកសដុតមហារីកឡង់និងមហារីកក្រពះទោះបីជាយ៉ាងណាការស្រាវជ្រាវបន្ថែមទៀតគឺនៅតែតរីកាជាចាំបាច់ដើម្បីបញ្ជាក់ពីប្រសិទ្ធភាពនេះធម្មពលធម្មជាតិផ្លែក្រូចផ្ទុកនូវកាបូអ៊ីដ្រាតធម្មជាតិដែលផ្ដល់ជាធម្មពលយ៉ាងឆាប់រហ័សនិងមានប្រយោជន៍ដូចជាមុនពេលហាត់ប្រាណឬនៅពេលដែលអ្នកមានអារម្មណ៍អស់កម្លាំង
โดยฉะนั้นសូមតាមដានជាមួយយើងដើម្បីស្វែងយល់យ៉ាងស៊ីជ្រៅមួយអំពីអត្ថប្រយោជន៍ដ៏អស្ចារ្យរបស់ផ្លែក្រូច Orange សូមកុំភ្លេចចុច Subscribe ដើម្បីទទួលបានវីដេអូសុខភាពថ្មីៗរៀងរាល់សប្តាហ៍បាទចា៎នេះគឺជាការណែនាំលម្អិតអំពីរបៀបប្រើប្រាស់ផ្លែក្រូចនិងរបៀបរកទុកវា6របៀបប្រើប្រាស់ផ្លែក្រូចនិងរកទុកផ្លែក្រូច Orange ដើម្បីទទួលបានអត្ថប្រយោជន៍ពេញលេញផ្លែក្រូចគឺជាផ្លែឈើដ៏អស្ចារ្យមួយដែលមិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះប៉ុន្តែថែមទាំងសម្បូរទៅដោយវីតាមីននិងសារធាតុចិញ្ចឹមផងដែរដើម្បីទទួលបានអត្ថប្រយោជន៍ពេញលេញពីផ្លែក្រូចនិងរកទុកវាបានយូរយើងត្រូវដឹងពីរបៀបប្រើប្រាស់និងរកទុកវាបានត្រឹមត្រូវ1របៀបប្រើប្រាស់ផ្លែក្រូច Usage of oranges ផ្លែក្រូចអាចត្រូវបានប្រើប្រាស់តាមរបៀបផ្សេងៗគ្នាជាច្រើនរបៀបទាំងជាអាហារនិងជាគ្រឿងផ្សំ1ទទួលទានដោយផ្ទាល់បកសម្បកញ៉ាំនេះគឺជាវិធីសាមញ្ញនិងពេញនិយមបំផុតក្នុងការទទួលទានក្រូចគ្រាន់តែបកសម្បកក្រូចនិងញ៉ាំផ្លែវាដោយផ្ទាល់2បំបែកជាកង់ៗសម្រាប់ក្រូចខ្លះការបំបែកជាកង់ៗងាយស្រួលញ៉ាំជាងកាក់ជើងប្រទេសគឺជាពិសេសសម្រាប់ក្មេងៗជាភេសជ្ជៈទឹកក្រូចស្រស់ៗច្របាច់យកទឹកក្រូចស្រស់ៗសម្រាប់ជាភេសជ្ជៈដ៏ស្រស់ស្រាយនិងមានសុខភាពល្អអ្នកអាចបន្ថែមទឹកកកឬទឹកឃ្មុំបន្តិចតាមចំណូលចិត្តទឹកផ្លែឈើគ្រលោកយូផ្លែក្រូចជាគ្រឿងផ្សំជាមួយផ្លែឈើផ្សេងៗដូចជាចេកម្នាស់ឬការ៉ុតដើម្បីបង្កើនរសជាតិនិងជីវជាតិភេសជ្ជៈផ្សេងៗទឹកក្រូចក៏អាចប្រើជាគ្រឿងផ្សំក្នុងស្រាក្រឡុកភេសជ្ជៈគ្មានជាតិអាល់កុលឬទឹកដោះគោក្រឡុកផងដែរជាគ្រឿងផ្សំក្នុងការចម្អិនអាហារនិងបង្អែមសម្បកក្រូចយកសម្បកក្រូចផ្នែកខាងក្រៅយកទៅរោយលើបង្អែមនំខេកនំបិណ្ឌប៉ាំងឬសូម្បីតែក្នុងមុខសាច់ដើម្បីបន្ថែមក្លិននិងរសជាតិឈ្ងុយឆ្ងាញ់ទឹកក្រូចអាចប្រើជាប្រភេទសោសរបស់មួយដើម្បីជីព្រំជាមួយសាច់មាន់ទាឬត្រីព្រមទាំងប្រើជានំខេក muffin ឬការ៉េមផងដែរផ្លែក្រូចបកសម្បកអាចបន្ថែមទៅក្នុងសាឡាដផ្លែឈើសាឡាដបន្លែឬប្រើសម្រាប់តុបតែងមុខម្ហូបនិងបង្អែមទឹកជ្រលក់ក្រូចក៏ត្រូវបានគេប្រើសម្រាប់ធ្វើម៉ាម៉ាឡាដដែលជាប្រភេទទឹកជ្រលក់ផ្លែឈើសម្រាប់លាបនំប៉័ង4ការប្រើប្រាស់ផ្សេងទៀតខ្លួនក្រអូបសម្បកក្រូចអាចយកទៅដាក់ក្នុងថោផ្កាឬដុតដើម្បីបន្សាយខ្លួនក្រអូបក្នុងផ្ទះសម្អាតទឹកក្រូចឬសម្បកក្រូចក៏អាចប្រើជាផ្នែកងារសម្អាតធម្មជាតិសម្រាប់ផ្ទៃផ្សេងៗផងដែរដោយសារវាមានអាស៊ីតស៊ីត្រិក2របៀបរក្សាទុកផ្លែក្រូច Storage of oranges ការរក្សាទុកផ្លែក្រូចឲ្យបានត្រឹមត្រូវនឹងជួយឲ្យវាស្រស់បានយូរនិងរក្សាបាននូវជីវជាតិផ្លែក្រូចទាំងមូលប្រសិនបើអ្នកមានគម្រោងញ៉ាំក្រូចក្នុងរយៈពេលពី3ថ្ងៃប្រហែល3ទៅ5ថ្ងៃអ្នកអាចទុកវានៅសីតុណ្ហភាពបន្ទប់ក្នុងកញ្ចប់ឬកន្ត្រកដែលមានខ្យល់ចេញចូលល្អទ្រឹងប្រកាសថាទុកវានៅកន្លែងត្រជាក់ស្ងួតនិងឆ្ងាយពីពន្លឺព្រះអាទិត្យដោយផ្ទាល់ឬកន្លែងក្តៅរក្សាទុកក្នុងទូទឹកកកសម្រាប់រយៈពេលយូរសម្រាប់រក្សាទុកបានយូររហូតដល់3ទៅ4សប្តាហ៍គួរទុកក្រូចនៅផ្នែកដាក់បន្លែក្នុងទូទឹកកកកុំលាងក្រូចមុនពេលទុកព្រោះវាអាចបង្កើនសំណើមនិងធ្វើឲ្យវាខូចលឿនជាងទុកវាទាំងមូលដោយមិនចាំបាច់ដាក់ក្នុងថង់ប្លាស្ទិកបិទជិតពេកទេព្រោះត្រូវការខ្យល់ចេញចូលបន្តិចប្រសិនបើអ្នកបានបកឬកាត់ក្រូចហើយគួរតែដាក់វានៅក្នុងធុងបិទជិតឬរំដោយកដាត់ប្លាស្ទិក plastic wrap ហើយទុកក្នុងទូទឹកកកត្រូវញ៉ាំវានៅក្នុងរយៈពេល2ទៅ3ថ្ងៃដើម្បីរក្សាបាននូវរសជាតិនិងគុណភាពទឹកក្រូចស្រស់គួរតែរក្សាទុកក្នុងធុងបិទជិតហើយដាក់ក្នុងទូទឹកកកគួរតែញ៉ាំវានៅក្នុងរយៈពេល2ទៅ3ថ្ងៃគុណភាពនិងជីវជាតិរបស់ទឹកក្រូចនឹងថយចុះម្ដងបន្តិចនៅពេលទុកយូរប្រសិនបើអ្នកបានកិនយកសម្បកក្រូចហើយអ្នកអាចទុកវានៅក្នុងធុងបិទជិតក្នុងទូទឹកកកសម្រាប់ប្រើប្រាស់រយៈពេលខ្លីឬដាក់ក្នុងថង់បិទជិតហើយបង្ក freezer សម្រាប់ប្រើប្រាស់រយៈពេលយូររហូតដល់ប្រមាណខែគន្លឹះសំខាន់លាងសម្អាតមុនប្រើតែងតែលាងសម្អាតផ្លែក្រូចឲ្យបានស្អាតមុនពេលប្រើប្រាស់ជាពិសេសប្រសិនបើអ្នកចង់ប្រើសម្បកក្រូចជៀសវាងផ្លែខូចមុនពេលរក្សាទុកត្រូវពិនិត្យមើលផ្លែក្រូចថាតើមានស្នាមជាំទន់ឬមានផ្សិតដែរឬទេយកផ្លែដែលខូចហើយដើម្បីកុំឲ្យប៉ះពាល់ដល់ផ្លែផ្សេងទៀតទុកដោយឡែក
កុំទុកក្រួយនៅក្បែរផ្លែឈើដែលបញ្ចេញឧស្ម័នអេទីឡែនខួរដូចជាចេកឬផ្លែប៉ោមព្រោះវាអាចធ្វើឲ្យក្រួយទំលឿនជាងមុននិងខូចដោយអនុវត្តតាមគន្លឹះទាំងនេះអ្នកអាចរីករាយជាមួយផ្លែក្រូចស្រស់ៗនិងរសជាតិឆ្ងាញ់បានយូរអង្វែងសរុបមកវិញផ្លែក្រូចគឺពិតជាមិនមែនជាផ្លែឈើធម្មតាមួយមុខនោះទេវាជាប្រភពវីតាមីន C ដ៏សំខាន់ជាជំនួយដល់ប្រព័ន្ធជម្រៅភាពរបស់យើងនិងថែមទាំងអាចយកទៅកែច្នៃធ្វើជាភេសជ្ជៈស្រស់ស្រាយមុខម្ហូបឆ្ងាញ់ឬក៏បង្អែមដ៏ប្លែកទៀតផងសង្ឃឹមថាវីដេអូមួយនេះបានផ្ដល់ទាំងចំណេះដឹងថ្មីនិងបំផុសគំនិតប្លែកៗសម្រាប់អ្នកទាំងអស់គ្នាឲ្យងាកមកចាប់អារម្មណ៍ផ្លែក្រូចនេះកាន់តែខ្លាំងសូមកុំភ្លេចថែមផ្លែក្រូចដ៏មានប្រយោជន៍នេះចូលទៅក្នុងរបបអាហារប្រចាំខែរបស់អ្នកដើម្បីសុខភាពល្អនិងសម្រស់ក្មេងជាងវ័យប្រសិនបើអ្នកពេញចិត្តវីដេអូនេះកុំភ្លេចណាសូមជួយចុច like មួយថងចុច share ទៅកាន់មិត្តភ័ក្តិបងប្អូនឲ្យបានដឹងទាំងអស់គ្នាហើយសម្រាប់អ្នកដែលមិនទាន់បាន subscribe channel សូមកុំភ្លេចចុច subscribe ឥឡូវនេះផងដើម្បីកុំឲ្យខកខានវីដេអូថ្មីៗនិងព័ត៌មានល្អៗផ្សេងទៀតជាចុងក្រោយសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការចំណាយពេលតាមដានទស្សនានិងគាំទ្ររាល់វីដេអូជួបគ្នាម្ដងទៀតនៅក្នុងវីដេអូបន្ទាប់សូមអរគុណ